តើនឹងមានអ្វីកើតឡើងប្រសិនបើអ៊ីរ៉ង់បញ្ជូនហ្វុងយន្តហោះគ្មានមនុស្សបើក 1000 គ្រឿងវាយប្រហារលើនាវាផ្ទុកយន្តហោះ Abraham Lincoln បច្ចុប្បន្នការចរចាអំពីអាវុធនុយក្លេអ៊ែររវាងប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកកំពុងបន្តប្រសិនបើគ្មានលទ្ធផលល្អទេភាពតានតឹងអាចកើនឡើងយ៉ាងឆាប់រហ័សនាវាផ្ទុកយន្តហោះ Abraham Lincoln ដែលមានតម្លៃប្រហែល $13,000 លានកំពុងស្ថិតនៅសមុទ្រអារ៉ាប់ជាមួយនឹងក្រុមនាវាចម្បាំងការពារដូច្នេះបើអ៊ីរ៉ង់បញ្ជូនហ្វុងយន្តហោះគ្មានមនុស្សបើកជាច្រើនមកវាយប្រហារក្រុមនាវានេះតើអ្វីនឹងកើតឡើងអ៊ីរ៉ង់អាចប្រើយន្តហោះគ្មានមនុស្សបើកតម្លៃទាបដូចជាប្រភេទសាហេតដែលជាយន្តហោះបុកគោលដៅតែម្ដងយន្តហោះទាំងនេះហោះទាបខ្លាំងដើម្បីគេចពីប្រព័ន្ធរ៉ាដាខ្លះផ្ទុកគ្រាប់ផ្ទុះខ្លះទៀតប្រើសម្រាប់បន្លំការការពារបើមានចំនួនច្រើនវាអាចធ្វើឲ្យប្រព័ន្ធការពាររងសម្ពាធខ្លាំងនៅពេលសហរដ្ឋអាមេរិករកឃើញការវាយប្រហារកងទ័ពជើងទឹកនិងឆ្លើយតបគ្នាយន្តហោះចម្បាំងទំនើបបង្ហោះឡើងដើម្បីការពារនាវាផ្ទុកយន្តហោះប៉ុន្តែនាវាផ្ទុកយន្តហោះមិនធ្វើដំណើរតែម្នាក់ឯងទេវាមាននាវាការពារជាច្រើនអមជាមួយដែលប្រើប្រព័ន្ធបាញ់ស្ទាក់ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកទាំងនោះទោះបីជាប្រព័ន្ធការពារទំនើបប៉ុណ្ណាក៏ដោយវាក៏មានដែនកំណត់ដែរប្រសិនបើមានការវាយប្រហារជាបន្តបន្ទាប់ជាច្រើនរលកក្រុមនាវាអាមេរិកអាចរងការខូចខាតខ្លះបានបន្ទាប់មកសហរដ្ឋអាមេរិកអាចបើកការវាយប្រហារទ្រង់ទ្រាយធំតបតទៅលើអ៊ីរ៉ង់ដែលអ៊ីរ៉ង់ប្រហែលជាមិនទាន់ត្រៀមខ្លួនរួចសម្រាប់ស្ថានភាពបែបនេះទេ